ជំរាបសួរពុកម៉ែបងប្អូនអរគ្នាជួបជាមួយនឹងខ្ញុំបាទផងទៀតហើយពុកម៉ែបងប្អូនចូលរួមទីទាំងអស់គ្នាថាតើខ្ញុំនៅទីតាំងណានេះគឺជាទីតាំងវិឡាដ៏ស្កឹមស្កៃរបស់យើងមួយទីតាំងទៀតហើយនៅក្នុងបុរីវិមានភ្នំពេញពុកម៉ែបងប្អូនប្រហែលជាចង់ដឹងថាទស្សនវិជ្ជារបស់យើងជាមួយនឹងការជ្រើសរើសក្រុមហ៊ុន Home Design របស់យើងទៅលើការដេគ័រនៅក្នុងផ្ទះក៏ដូចជាជាមួយនឹងការបន្ថែមនៅភាពស្រស់ស្អាតជាមួយនឹងកញ្ចុះមួយនេះបាទក៏ដូចជាជាមួយនឹងកន្លែងដាក់ឡានដ៏ស្រស់ស្អាតរបស់យើងពុកម៉ែបងប្អូនប្រហែលជាចង់ដឹងថាទស្សនវិជ្ជានៅខាងក្នុងផ្ទះវិឡាដ៏ស្កឹមស្កៃរបស់យើងនេះថាតើមានភាពស្រស់ស្អាតនិងតាក់ទាញដល់កម្រិតណាតោះកុំឲ្យទៅរងចាំយូរទៅទស្សនានៅខាងក្នុងផ្ទះជាមួយនឹងខ្ញុំបាទទាំងអស់គ្នាពិតជាស្រស់ស្អាតមែនទែនជាមួយនឹងការរចនាម៉ូដទាំងប្រភេទបាខ្លោងទ្វារក៏ដូចជាជាមួយនឹងប្រភេទម៉ូដកញ្ចក់នៅខាងមុខចណ្ដាលមើលទៅមានអារម្មណ៍ថាស្រស់ស្អាតនិងប្លែកភ្នែកតែម្ដងជាពិសេសនោះជាមួយនឹងប្រភេទរូបគំនូរ 3D ដែលជាប្រភេទរូបត្រីនាំសំណាងដែលមើលទៅភ្លឺភ្លេចតែម្ដងហើយជាមួយនឹងប្រភេទខ្លោងទ្វារនីមួយៗមើលទៅប្លែកខុសពីគ្នាដែលមើលទៅមានអារម្មណ៍ថាតាក់ចិត្តនិងតាក់ភ្នែកមែនទែនកាន់តែស្រស់ស្អាតនោះគឺកន្លែងដាក់ទូរទស្សន៍គឺធំទូលាយហើយជាមួយនឹងការរចនា mode music ក៏ដូចជាជាមួយនឹង brand logo Versace ពិតជាស្រស់ស្អាតមែនទែនជាមួយនឹង logo ភ្លឺភ្លេចរំលេចទៅដោយក្បាច់រចនានិងអមទៅដោយប្រភេទទូដាក់សម្ភារៈក៏ដូចជាទូដាក់ចានឆ្នាំងដែលយើងមើលទៅមានការតុបតែងយ៉ាងស្រស់ស្អាតប្រភេទទូនីមួយៗមានការរៀបចំយ៉ាងស្អាតជាមួយនឹងប្រភេទពន្លឺភ្លឺភ្លើងនៅពេលដែលយើងបើកភ្លើងទៅពិតជាស្រស់ស្អាតហើយអមទៅដោយជាមួយនឹងផ្ទាំងគំនូរដ៏ស្រស់ស្អាតមួយនេះថែមទៀតផងដែរតោះឥឡូវនេះយើងឡើងទៅជាន់ទី1ទាំងអស់គ្នាជាមួយនឹងការរចនាម៉ូដចណ្ដាលវិញគឺស្រស់ស្អាតមែនទែនទៅលើការដេគ័រម៉ូដចណ្ដាលទិសរបស់យើងក៏ដូចជាប្រភេទគេហៅថាម៉ូដ classic មើលទៅគឺតាក់ភ្នែកស្អាតខ្លាំងមែនទែនឥឡូវនេះយើងចូលទៅដល់បន្ទប់មេគ្រួសារវ៉ាវជាមួយនឹងបន្ទប់មេគ្រួសារពិតជាស្អាតញាក់សាច់តែម្ដងទាំងប្រភេទជាមួយនឹងតុសម្អាងទាំងប្រភេទជាមួយនឹងការដេគ័រកញ្ចក់ក៏ដូចជាជាមួយនឹងប្រភេទធ្នើថ្នាក់ដែលយើងអាចដាក់សម្ភារៈផ្សេងជាមួយនឹងការតុបតែងលម្អនៅកន្លែងកញ្ចក់របស់យើងបានផងដែរហើយជាមួយនឹងប្រភេទទូរបស់យើងឃើញថាបែងចែកដាច់ដោយឡែកពីគ្នាជាមួយនឹងប្រភេទទូនីមួយៗមើលទៅមានសណ្ដាប់ធ្នាប់និងស្រស់ស្អាតខ្លាំងមែនទែនឥឡូវនេះយើងមកទស្សនាជាមួយនឹងប្រភេទជញ្ជាំងក្បាលគ្រែក៏ដូចជាជាមួយនឹងការដេគ័រម៉ូដគ្រែដ៏ស្រស់ស្អាតរបស់យើងវិញម្ដងជាមួយនឹងការរចនាម៉ូដគឺភ្លឺស្អាតតែម្ដងជាមួយនឹងប្រភេទគ្រែរបស់យើងក៏ដូចជាជាមួយនឹងកន្លែងដាក់ទូរទស្សន៍ធំទូលាយហើយមានថតដាក់សម្ភារៈផ្សេងដែលមើលទៅពិតជាទឹកដៃមិនធម្មតាមែនសម្រាប់ការដេគ័រពីខាងក្រុមហ៊ុន Home Design របស់យើងទៅលើការដេគ័រជាមួយនឹងប្រភេទម៉ូដជញ្ជាំងម៉ូដគ្រែគឺមានភាពច្នៃប្រឌិតនិងស្រស់ស្អាតខ្លាំងមែនទែនទៅលើការដេគ័រប្រភេទម៉ូដបន្ទប់នីមួយៗតោះឥឡូវនេះយើងមកទស្សនាជាមួយនឹងបន្ទប់ដាក់សម្លៀកបំពាក់វិញម្ដងដែលមានការរចនាម៉ូដស្អាតមែនទែនបន្ទប់នេះយើងហៅថា walk-in closet ដែលជាប្រភេទបន្ទប់មានការរចនាម៉ូដស្រស់ស្អាតទាំងប្រភេទទូកញ្ចក់អមសងខាងដែលមើលទៅមានអារម្មណ៍ថាស្អាតប្លែកតែម្ដងដែលមានការរចនាម៉ូដទាំងប្រភេទកញ្ចក់បញ្ឈរអមជាមួយនឹងប្រភេទទូកញ្ចក់នៅចំហៀងមើលទៅគឺប្លែកភ្នែកនិងតាក់ចិត្តមែនទែនសម្រាប់បងសុភាពនារីគ្រាន់តែឃើញហើយគឺដឹងតែស្រឡាញ់ពេញចិត្តតែម្ដងជាមួយនឹងប្រភេទទូដាក់គ្រឿងអលង្ការរបស់យើងវិញដែលមានការរចនាម៉ូដមើលទៅប្លែកមានជាមួយនឹងប្រភេទថតជាច្រើនថតដែលយើងអាចមើលឃើញពីលើបានហើយជាពិសេសជាមួយនឹងម៉ូដទូគឺអមសងខាងដែលមានជាមួយនឹងប្រភេទធ្នើថ្នាក់ដែលយើងអាចដាក់សម្ភារៈរបស់របរផ្សេងបានយ៉ាងច្រើនផងដែរពិសេសនោះសម្រាប់បន្ទប់ដាក់សម្លៀកបំពាក់របស់យើងក៏អមទៅដោយជាមួយនឹងប្រភេទតុសម្អាងដែលមានការរចនាម៉ូដកញ្ចក់និងភ្លើងយ៉ាងស្រស់ស្អាតផងដែរពិតជាមានភាពស្រស់ស្អាតខ្លាំងណាស់តោះឥឡូវយើងមកទស្សនាជាមួយនឹងបន្ទប់កូនស្រីដែលជាម៉ូដ classic លាយជាមួយនឹងម៉ូដដើនវិញម្ដងដែលមានការរចនាម៉ូដគឺស្រស់ស្អាតទាំងកន្លែងដាក់ទូរទស្សន៍ទាំងជាមួយនឹងកន្លែងធ្នើថ្នាក់ក៏ដូចជាប្រភេទក្បាលគ្រែដែលមានការរចនាម៉ូដក៏ដូចជាជាមួយនឹងការដេគ័រយ៉ាងស្រស់ស្អាតទាំងប្រភេទកញ្ចក់ការដេគ័រទៅលើក្បាលគ្រែទាំងជាមួយនឹងប្រភេទម៉ូដគ្រែយ៉ាងស្រស់ស្អាតផងដែរអ្វីដែលពិសេសជាមួយនឹងប្រភេទទូតាំងកាបូបក៏ដូចជាប្រ
ភេទស្បែកជើងផ្សេងដែលមើលទៅមានភាពស្រស់ស្អាតខ្លាំងតោះឥឡូវយើងចូលមកទស្សនាជាមួយនឹងបន្ទប់ដាក់សម្លៀកបំពាក់វិញពិតជាស្រស់ស្អាតខ្លាំងណាស់សម្រាប់បន្ទប់នេះគឺមានការរចនាម៉ូដតុសម្អាងក៏ដូចជាជាមួយនឹងប្រភេទបាក់អំពូលភ្លើងក៏ដូចជាម៉ូដកញ្ចក់យ៉ាងស្រស់ស្អាតផងដែរអ្វីដែលពិសេសជាមួយនឹងប្រភេទទូអមសងខាងដែលមានសាឡុងនៅចំកណ្ដាលហើយយើងមានជាមួយនឹងប្រភេទកញ្ចក់មួយដែលយើងអាចឆ្លុះមុខបានក៏ដូចជាជាមួយនឹងការស្លៀកសម្លៀកបំពាក់លោបានផងដែរតោះឥឡូវយើងមកទស្សនាជាមួយក្នុងបន្ទប់ទឹកវិញដែលមានការរចនាម៉ូដប្រភេទឡាបូលាងដៃក៏ដូចជាជាមួយនឹងប្រភេទម៉ូដកញ្ចក់ជារង្វង់មូលមានជាមួយនឹងពន្លឺភ្លឺភ្លើងថែមទៀតផងដែរពិតជាស្រស់ស្អាតខ្លាំងជាមួយនឹងបន្ទប់នីមួយៗដែលមើលទៅការរចនាម៉ូដពិតជាមានភាពច្នៃប្រឌិតនិងស្អាតអស្ចារ្យខ្លាំងណាស់សម្រាប់បន្ទប់កូនស្រីនេះឥឡូវនេះយើងឡើងទៅជាន់ទី2ទាំងអស់គ្នាឃើញថាជាមួយនឹងការដេគ័រម៉ូដចណ្ដាលទិលរបស់យើងដែលមានក្បូរក្បាច់រចនាប្រភេទម៉ូដ classic ដែលមើលទៅស្រស់ស្អាតទាំងប្រភេទរូបផ្ទាំងគំនូរនៅខាងមុខបន្ទប់នីមួយៗមើលទៅពិតជាស្អាតខ្លាំងសម្រាប់ផ្ទាំងគំនូរមួយផ្ទាំងនេះអ្វីដែលពិសេសមានការដេគ័រជាមួយនឹងប្រភេទក្តារខៀនកញ្ចក់ក៏ដូចជាជាមួយនឹងប្រភេទម៉ូដតុសិក្សាសម្រាប់កូនរបស់លោកអ្នកអមទៅដោយជាមួយនឹងកន្លែងទទួលភ្ញៀវយ៉ាងស្រស់ស្អាតក៏ដូចជាយ៉ាងស្រស់ប្រណិតផងដែរជាមួយនឹងកន្លែងទទួលភ្ញៀវដែលមានជាមួយនឹងប្រភេទសាឡុងក៏ដូចជាជាមួយនឹងបាទតុសិក្សាសម្រាប់កូនរបស់លោកអ្នកមើលទៅមានអារម្មណ៍ថាស្រស់ស្អាតទាំងរូបទាំងគំនូរទាំងជាមួយនឹងការរចនាម៉ូដជញ្ជាំងមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ជាមួយនឹងរូបនីមួយៗតោះឥឡូវយើងចូលបន្ទប់កូនប្រុសវិញម្ដងវ៉ាវស្រស់ស្អាតមែនទែនជាមួយនឹងប្រភេទម៉ូដ classic លាយជាមួយនឹង modern ដែលមានការរចនាម៉ូដប្រភេទជញ្ជាំងក្បាលគ្រែទាំងទូក្បាលគ្រែនិងម៉ូដគ្រែហើយជាពិសេសនោះជាមួយនឹងប្រភេទទូរទស្សន៍និងទូដាក់សម្ភារៈនិងមានតុសិក្សាមួយផងដែរទាំងការរចនាម៉ូដនេះគឺស្អាតខ្លាំងណាស់ទាំងជាមួយនឹងប្រភេទទូដាក់សម្លៀកបំពាក់ដែលមើលទៅមានភាពស្រស់ស្អាតគ្រាន់តែខ្ញុំអ្នកអធិប្បាយនេះខ្ញុំនឹងស្រឡាញ់និងពេញចិត្តជាមួយនឹងប្រភេទបន្ទប់កូនប្រុសនេះខ្លាំងណាស់ឥឡូវយើងមកមើលជាមួយនឹងបន្ទប់ក្រោយគឺជាបន្ទប់កូនស្រីដែលមានម៉ូដ classic លាយ modern ដូចគ្នាដែលមានការរចនាម៉ូដមើលទៅប្លែកពីគ្នាទាំងជាមួយនឹងប្រភេទជញ្ជាំងក្បាលគ្រែទាំងជាមួយនឹងប្រភេទតុសម្អាងដែលមើលទៅមានការរចនាម៉ូដស្អាតទាំងប្រភេទជាមួយនឹងទូដាក់សម្លៀកបំពាក់មើលទៅបិទជិតនិងស្អាតប្លែកខ្លាំងឥឡូវនេះបងប្អូនឃើញជាមួយនឹងប្រភេទតុ mini bar ដែលនៅជាន់ខាងក្រោមរបស់យើងវិញម្ដងដែលមានការដេគ័រស្រស់ស្អាតមែនទែនទាំងប្រភេទទូតាំងលម្អប្រភេទស្រាផ្សេងក៏ដូចជាជាមួយនឹងប្រភេទតុ mini bar របស់យើងដែលមានការរចនាម៉ូដស្អាតប្លែកមែនទែនសម្រាប់ជាន់ផ្ទាល់ដីរបស់យើងនេះទាំងជាមួយនឹងប្រភេទបាទចង្ក្រានបាយម៉ូដក៏ដូចជាជាមួយនឹងប្រភេទម៉ូដមើលទៅភ្លឺភ្លេចរំលេចទៅដោយក្បាច់រចនាជាមួយនឹងប្រភេទទូនីមួយៗមានការច្នៃម៉ូដស្អាតប្លែកពីគ្នាទាំងជាមួយនឹងប្រភេទចង្ក្រានបាយយ៉ាងប្រណិតដែលមានការតុបតែងលម្អមើលទៅភ្លឺភ្លេចជាមួយនឹងក្បាច់រចនាជាមួយនឹងការដេគ័រតែម្ដងពិតជាស្រស់ស្អាតនិងពិតជាចង់ចម្អិនម្ហូបញ៉ាំជុំក្រុមគ្រួសារណាចំណែកខាងក្រៅផ្ទះវិញយើងមានជាមួយនឹងប្រភេទកញ្ចោលំហែកាយដែលយើងអាចដាក់តុកៅអីញ៉ាំអីជុំក្រុមគ្រួសារក៏ដូចជាជាមួយនឹងការគយគន់ទេសភាពនៅខាងក្រៅផ្ទះរបស់យើងជាពិសេសនោះជាមួយនឹងប្រភេទរោងដាក់ឡានយ៉ាងស្រស់ប្រណិតមួយនេះផងដែរដែលមានការរចនាម៉ូដក៏ដូចជាការដេគ័រមើលទៅមានភាពតាក់ទាញខ្លាំងក្រោយពីទស្សនាទិដ្ឋភាពនៅក្នុងផ្ទះរបស់យើងពុកម៉ែបងប្អូនកាន់តែចាប់អារម្មណ៍ហើយមែនអត់ជាមួយនឹង home design របស់យើងទៅលើការដេគ័រនៅក្នុងផ្ទះយ៉ាងមានភាពស្រស់ស្អាតនិងប្រណិតមានភាពតាក់ទាញមែនទែនអញ្ចឹងពុកម៉ែបងប្អូនកុំភ្លេចជាមួយនឹង home design មានការដេគ័ររចនាប្លង់អ៊ីនតេរីផ្ទះវិឡាខុនដូក៏ដូចជាប្រភេទក្រុមហ៊ុនផ្សេង25ខេត្តក្រុងសម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងតាមរយៈ Telegram ក៏ដូចជាលេខទូរស័ព្ទ087 8 និង48និងមួយប្រព័ន្ធទៀត089 8 និង48ឬក៏អាចឆាតមក Page Home Design ដល់ផ្ទាល់ក៏បាន Home Design ទំនុកចិត្តរបស់លោកអ្នកបាយបាយ